អាចប្រើវាដើម្បីពិពណ៌នានៅសកម្មភាពអ្វីណាមួយដែលត្រូវបានឆាឆៅឬក៏ត្រូវបានកាត់ផ្តាច់រយៈពេលខ្លីដោយសកម្មភាពដែលបញ្ចប់ឧទាហរណ៍ I was walking home when I saw the light អញ្ចឹងគេបញ្យល់យើងណា The walking was ongoing and the saying was interrupted អញ្ចឹងបានថា I was walking កាលហ្នឹងជាសកម្មភាពដែលយើងកំពុងបន្តនៅពេលដែលយើង saw the light បាទនេះអញ្ចឹងយើងឃើញអាការដែលយើងមើលឃើញហ្នឹងវាបានមកកាត់ផ្ដាច់ចលនានៅអំឡុងពេលយើងបានថាអញ្ចឹងខាងក្រោម while she was cooking dinner the phone rang អញ្ចឹង cooking ជាសកម្មភាពដែលកំពុងតែបន្តហើយការរោទទូរស័ព្ទបានមកកាត់ផ្ដាច់ឬក៏បានជ្រៀតចូលចំពាក់កណ្ដាលមួយទៀត to describe two or more action happening simultaneously in past or parallel action អញ្ចឹងបញ្ជាក់អំពីសកម្មភាពច្រើនដែលកើតឡើងព្រមគ្នាឬក៏សកម្មភាពដែលកើតឡើងដំណើរគ្នាឧទាហរណ៍ while I was reading my sister while I was reading my sister I'm sorry while I was reading my sister was listening to music both action happening at the same time អញ្ចឹងបានថាម៉េចពេលខ្ញុំកំពុងតែអានបងស្រីខ្ញុំកំពុងតែស្ដាប់ចម្រៀងអញ្ចឹងអាសកម្មភាពពីរហ្នឹងគឺព្រមគ្នាកាលឡើងព្រមគ្នាឧទាហរណ៍មួយទៀត The children were playing outside while their parents were preparing lunch អញ្ចឹងវាដូចគ្នាដែរការ key មួយទៀតគឺ to set the sense or provide background details in the narrative អញ្ចឹងគឺយើងដើម្បីបញ្ជាក់អំពីទិដ្ឋភាពណាមួយដែលផ្ដល់ឬក៏ការផ្ដល់នៅ background ដើម្បីបញ្ជាក់អំពីការប្រាប់រឿងអីគេមួយឧទាហរណ៍ The wind was blowing the raining was falling and the old house was creaking អញ្ចឹងបានថាសកម្មភាពទាំងនេះគឺវាបានកំណត់បរិយាកាសនៃសាច់រឿងអីមួយអញ្ចឹងឧទាហរណ៍ថាយើងនិយាយព្រឹត្តិការណ៍យុគមិញដែលបានកើតឡើងដោយសារតែខ្យល់ព្យុះចឹងទៅពេលអញ្ចឹងអាការដែលយើង describe អំពីទស្សនវិជ្ជាយុគមិញហ្នឹងវាជា story របស់យើងវាជាការដែលយើងប្រាប់ថាមានអីគេខ្លះយុគមិញនៅម៉ោងនេះអញ្ចឹងណាអូខេមួយទៀត to express repeat action or irritating habits in the past often with adverbs like always constantly forever អញ្ចឹងអានេះ yes គេឲ្យឧទាហរណ៍មក he was always complaining about food implies an irritating habits that happen repeatedly អញ្ចឹងក៏យើងអាចប្រើពពួក always constantly និង forever ដើម្បីបញ្ជាក់អំពីសកម្មភាពដែលគាត់ធ្វើជាប្រចាំនៅក្នុងអតីតកាលអញ្ចឹងបើសិនជាគាត់ធ្វើជាប្រចាំក្នុងអតីតកាលយើងក៏អាចប្រើ was ing បានដែរឧទាហរណ៍មួយទៀត they were constantly arguing about travel matters ឃើញទេបាទថាគាត់ហ្នឹងពួកគេហ្នឹងតែងតែធ្វើការ review ហ្នឹងអំពីរឿងរ៉ាវដែលបានកើតឡើងនេះឯងមួយទៀតក៏សម្រាប់ polite request or suggest often with verbs like wonder think or hope អញ្ចឹងកន្លែងនេះគេប្រាប់យើងថាក៏យើងអាចធ្វើជាសំណើបែបគួរសមមួយដោយប្រើ verb ដូចជាពាក្យ wonder think or hope អញ្ចឹងឧទាហរណ៍ I was wondering if you could help me with this more polite than I wonder if you could help me អញ្ចឹងប្រយោគ I was wondering នេះទៅជាប្រយោគមួយដែលគេប្រើដើម្បីបញ្ជាក់អំពីការ suggest request ប៉ុន្តែបែប polite ទេអញ្ចឹងយើងអាចថា I was wondering if you could help me with this ហើយបើថាខ្ញុំកំពុងតែគិតថាអ្នកឯងអាចជួយខ្ញុំបានអត់អំពីជាមួយនឹងកិច្ចការទាំងអស់នេះ I was hoping you could join us for dinner អញ្ចឹងប្រយោគនេះគឺជាការដែលយើង suggest គេឬក៏យើង invite គេប៉ុន្តែយើងប្រើនៅក្នុង expression គឺ polite អញ្ចឹងគេស្អាតទៅគឺព្រមមកមួយទៀត to describe a gradual process or change that was happening in the past
អញ្ចឹងក៏យើងអាចប្រើវាដើម្បីបញ្ជាក់អំពីដំណើរការលូតលាស់ឬក៏ការផ្លាស់ប្ដូរសកម្មភាពនៅក្នុងអតីតកាលដែរឧទាហរណ៍ her English was improving day by day អញ្ចឹងមានថាភាសារបស់នាងទៅបានកំពុងតែរីកចម្រើនជារៀងរាល់ថ្ងៃអញ្ចឹងម្សិលមិញគាត់កំពុងរីកចម្រើនឆ្នាំមុខកំពុងរីកចម្រើនអូខេអញ្ចឹង common mistakes ដែលទូទៅយើងអាចនឹងងាយធ្វើខុសអូខេ using with step verbs of thinking feeling sense of possession etc អញ្ចឹងទូទៅគ្នាយើងអាចច្រឡំនៅពេលណាដែលយើងអត់តស្គាល់ step verb នោះយើងអាចយកវាមកប្រើដោយខុសដែលយើងគិតថាឲ្យតែយើងដើរតាម grammar form នោះគឺត្រឹមត្រូវប៉ុន្តែនៅក្នុងភាសាអង់គ្លេស step verbs គឺមិនអនុញ្ញាតឲ្យយើងប្រើនៅក្នុងpresent continuous tense ទេហើយមេរៀនហ្នឹងទាំងអស់នេះអាចចូលទៅកាន់ YouTube ដែលខ្ញុំបានធ្វើមេរៀនរួចហើយពាក់ព័ន្ធជាមួយនឹង step verb និង action verb ហ្នឹងឯងអញ្ចឹងខ្ញុំមានឧទាហរណ៍ពីរដែលទីមួយជា incorrect sentence and ទីពីរជា correct one okay I was knowing the answer so it's not right okay the right one is I knew the answer ឃើញទេអញ្ចឹងយើងដោយសារតែពាក្យ know គឺជា step verb អញ្ចឹងយើងអាចនិយាយថាខ្ញុំកំពុងដឹងតែយើងដឹងគឺដឹងហើយហើយអូខេមួយទៀតយើង forgetting was word អ្នកខ្លះគ្នាយើងអាចនឹងភ្លេចឬក៏ច្រឡំអីក៏យើងអាចទៅសេប្រយោគហ្នឹងប៉ុន្តែយើងអត់បានដាក់ to be គេទេអត់បានដាក់ was ហើយនឹង were ទេអញ្ចឹងអានេះយើងឧស្សាហ៍ឃើញដែរអញ្ចឹងប្រយ័ត្នមែនតើក្នុងការដែលយើងទៅសេ continuous tense ចាំបាច់ត្រូវតែមាន to be ហើយនឹង verb ing មួយទៀតយើងដាក់ to be ដែរប៉ុន្តែយើងអត់បានដាក់ verb ing អាហ្នឹងក៏ខុសដែរណាក៏ខុសដែរអូអញ្ចឹងមួយទៀតcomplete action sorry អញ្ចឹងយ៉ាអូខេមិញអូខេនេះកន្លែងយើងមានការច្រឡំ past simple describe completed action in the past continuous describe ongoing អញ្ចឹងបានថាម៉េចយើងនិយាយថា I was going to shop yesterday អាហ្នឹងជាប្រយោគរបស់យើងគិតទៅវាអត់ខុសទេប៉ុន្តែបើយើងអំពី meaning បើយើងសុកគេប្រាប់គេអញ្ចឹងហ្មងវាអត់ make sense ទេបានថាប្រយោគនេះវាអត់បញ្ចប់នៃគ្រប់គ្រាន់ទេអញ្ចឹងបើយើងអត់បានបញ្ជាក់នៃម៉ោងមកគេត្រឹមត្រូវទេយើងអត់មាន time expression ទេប្រយោគដែលត្រូវគួរតែ I went to shop yesterday អូខេការប្រើប្រាស់ while ហើយនិង when អូខេអញ្ចឹងយើងប្រើប្រាស់ while usually introduces the longer ongoing actions past continuous អញ្ចឹងយើងប្រើ while ទីទូទៅដើម្បីបង្ហាញអំពីសកម្មភាពដែលកំពុងបន្តនៅក្នុងអតីតកាលរយៈពេលវែងចំណែក when often introduces the short term អញ្ចឹង when គឺយើងប្រើរយៈពេលខ្លីទេដោយយើង interrupting action past simple អញ្ចឹងជាឧទាហរណ៍ while I was cooking he arrived I was cooking when he arrived អញ្ចឹងចង់ឲ្យ take note នឹងដែរអូខេខាងក្រោយគឺជាលំហាត់ដែលយើងគួរតែចំណាយពេលធ្វើវាព្រោះលំហាត់มันជួយយើងដើម្បីឲ្យយើងដឹងថាការបន្តយើងបានរៀនចប់ពីវីដេអូនេះហើយឬក៏យើងរៀនពីខាងក្រៅហើយតែយើងអាចធ្វើលំហាត់បានដែរឬទេអូខេអញ្ចឹងខ្ញុំមាន20លំហាត់ទាំងអស់គ្នាអាចសាកល្បងធ្វើហើយទាំងអស់នេះក៏អាចរកfile doc ដែលខ្ញុំដាក់នៅលើ caption បានដូចគ្នាណាគឺមេរៀនទាំងស្រុងតែម្ដងទាំងឧទាហរណ៍ច្រើនខ្ញុំបានសរសេរលើហ្នឹងបងប្អូនអាចចូលទៅយកបានអូខេជួបគ្នានៅក្នុងវីដេអូក្រោយសូមព្រះប្រទានពរ